ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកតសាយរឿងទូលីពេជ្រយើងទៀតណាបើក្បាច់សាយរឿងមកគឺនិយាយពីជីវិតរបស់គាត់ជូហានយើងតែម្ដងតែគាត់បានចូលរៀនក្នុងសិល្បៈតន្ត្រីមួយដោយតែឪពុកម្ដាយរបស់គាត់នឹងចង់ឲ្យគាត់ធ្វើមិនយូរប៉ុន្មានណាគាត់បានលងស្លាយនឹងតន្ត្រីក៏ម្នាក់នៅទីនោះហើយគាត់ក៏បានបដូរចេញពីទីនោះដើម្បីទៅរស់នៅជាមួយនឹងគ្នានៅក្នុងស្ទូឌីយោតន្ត្រីវិញម្ដងនៅថ្ងៃមួយគ្រួសាររបស់គាត់ទទួលបានសបុតពីសាលាសិល្បៈតន្ត្រីដែលនៅក្នុងសបុតហ្នឹងគេបាននិយាយរៀបរាប់ថាកូនរបស់អ្នកស្លាញ់ភេទដូចគ្នាហើយថែមទាំងមានចរិតវិវេនិងរំលោភបំពានអ្នកដទៃទៀតឪពុករបស់គាត់បានស្ដីឲ្យគាត់ថាតើឯងបាត់បង់សតិឯងមែនទៅដេកជាមួយនឹងមនុស្សខុសគ្នាឯងហើយឯងមានជាកូនរបស់យើងទៀតទេឯងគ្រាន់តែជាមនុស្សវិកលចរិតម្នាក់តែប៉ុណ្ណោះចាប់តាំងពីថ្ងៃនោះមកជូហានរបស់យើងក៏បានធ្វើការងារក្រៅម៉ោងបន្ថែមទៀតទាំងការញ៉ាំទាំងការដេកគឺនៅក្នុងបន្ទប់វឹកហាត់ទាំងអស់ហើយនៅថ្ងៃមួយនោះក៏បានទៅហាងសម្លៀកបំពាក់ប៉ុន្តែក៏បានជួបនៅអាចារ្យយើងដែលអាចារ្យយើងនិយាយថាតើយើងមានពេលវេលាច្រើនទៀតដើម្បីនិយាយគ្នាតែដល់បច្ចុប្បន្នវិញជូហានបាននិយាយថានេះហើយគឺជារបៀបដែលពួកយើងពីរនាក់បានជួបគ្នាអាចារ្យយើងបានសួរទៅកាន់ជូហានថាមេឯងរៀបរាប់រឿងរ៉ាវជីវិតរបស់ឯងទាំងមូលទៅកាន់យីយ៉នជូហានបានឆ្លើយថាមកពីគាត់ចង់ដឹងបានខ្ញុំប្រាប់គាត់គ្រាន់តែសួរថាពួកយើងជួបគ្នាដំបូងនៅទីណាតាយីយ៉នយើងបាននិយាយថាខ្ញុំស្មានអ្នកទាំងពីរស្គាល់គ្នាដំបូងនៅ Phantom តាជូហានបាននិយាយថាអាចារ្យយើងគឺជាអ្នកណែនាំគាត់ឲ្យស្គាល់ Phantom អាចារ្យយើងក៏បាននិយាយដែរថាខ្ញុំហៅគាត់មកនោះក៏ព្រោះតែឃើញគាត់មានបញ្ហាតែខ្ញុំក៏មិនបានដឹងថាលោកលាវជួគាត់ដែរជូហានយើងគឺថាឆ្លើយឡើងលយតែម្ដងមកពីគាត់ជួយចាត់ការតែងខ្លួនរបស់ខ្ញុំហ្នឹងបានបន្តិចហ្នឹងជូហានបានសួរទៅកាន់យីយ៉នថាតើអ្នកចង់ចូលក្រុមក្រុមដែរថាយីយ៉នយើងក៏ឆ្លើយថាអីគេជាការពិតថាពួកយើងសូមឯងជួបនៅថ្ងៃហ្នឹងគឺដើម្បីនិយាយពីរឿងហ្នឹងហើយពួកយើងត្រូវការបុគ្គលិកបន្ថែមមួយរយៈពេលហើយប៉ុន្តែហៅអត់ទាន់បានទេហើយការស្វែងរកមនុស្សដែលត្រឹមត្រូវនឹងមកចាប់នឹងការងារគឺត្រូវពន្យាពេលយូរណាស់យើងបានឆ្លើយថាខ្ញុំពេញចិត្តនឹងការស្នើសុំមួយនេះដែរប៉ុន្តែមើលទៅលោកលាវប្រហែលជាមិនព្រមទេដងអាចារ្យយើងបាននិយាយថាកុំបារម្ភពីរឿងគាត់អីអាចារ្យយើងក៏បាននិយាយបន្តទៀតថាលោកលាវក៏បានទូរស័ព្ទទៅអ្នកដឹកនាំហាននៅយប់នោះដែរគាត់ក៏បានសួរសំណួរមួយចំនួនអំពីឯងដែរហើយបើគាត់ស្អប់ឯងមែនគាត់មិនទៅសួរអំពីឯងអញ្ចឹងទេយន់យើងបានលន់មកថាសួរអំពីខ្ញុំហើយក៏បន្តនិយាយទៀតដែរថាអ្នកដឹកនាំហានបានសុំឲ្យខ្ញុំទៅជួយធ្វើការនៅផ្ទះគាត់ហើយតើខ្ញុំអាចផ្ដល់ចម្លើយឲ្យអ្នកទាំងពីរឥឡូវនឹងបានអាចារ្យយើងគឺថានិយាយទាំងភ្ញាក់ផ្អើលហ្មងថាម៉េចនៅផ្ទះអ្នកដឹកនាំហានបញ្ជូហានវិញក៏បាននិយាយថាសមហេតុផលតាដោយសារតែយីយ៉ននៅពេលដែលធ្វើការមួយពួកយើងគឺគេប៉ិនរៀបចំអាចារ្យយើងបាននិយាយថាកុំភ្លេចមកធ្វើការជាមួយពួកយើងផងទៅពេលដែលអ្នកទាំង3និយាយគ្នាចប់យីយ៉នយើងក៏ដល់ម៉ោងទៅផ្ទះដែរហើយពួកគេក៏បានលើកដៃលាគ្នាដែរដោយយីយ៉នបានគិតក្នុងចិត្តថាវាខុសពីការគិតរបស់ខ្ញុំទាំងសងហ្មងសូម្បីតែមនុស្សដូចជាពីរនាក់ហ្នឹងក៏ធ្លាប់ឆ្លងកាត់ភាពខ្មៅងឹតដែរអញ្ចឹងវាក៏អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំក៏អាចមានភាពក្លាហានបានដែរហើយវាក៏ត្រូវដែរដែលខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលខំតស៊ូរហូតមកទេសូម្បីតែមនុស្សដែលមានដូចជាពួកគេទាំងអស់ហ្នឹងក៏ខិតខំតស៊ូរហូតមកដែរទោះបីជាពិបាកសម័យថាលោកលាវគឺជាមនុស្សដែលមានគ្រោះថ្នាក់ប៉ុណ្ណាក៏ដោយយីយ៉នកិនទាន់បានប្រមាណផងឡានក្រុងក៏បើកមកដល់ចំណតយីយ៉នបានចុចប៊ូតុងដើម្បីចុះពីលើឡានក្រុងហើយក៏បានចូលផ្សារដើម្បីទិញគ្រឿងទេសមួយចំនួនទៅផ្ទះរបស់អ្នកដឹកនាំហានដែរដូចជាអាហារដែលមិនត្រូវចំណាយពេលធ្វើយូរនិងផ្លែឈើមួយចំនួនទៀតហើយគេក៏បានកាត់មកដល់សន្តាគារដែលអ្នកដឹកនាំហានយើងរស់នៅវិញម្ដងយីយ៉នយើងបានឡើងទៅជាន់ទី18ដែលជាជាន់អ្នកដឹកនាំហានស្នាក់នៅយីយ៉នបានទៅចុចកណ្ដឹងនៅមុខបន្ទប់នឹងប៉ុន្តែយូរមែនតើនៅតែមានអ្នកគេបើកទ្វារទេហើយក៏បានគិតក្នុងចិត្តថាប្រហែលជាគាត់អត់តមកដល់ផ្ទះវិញទេមើលទៅបានតិចក៏មានដៃមនុស្សម្នាក់បើកទ្វារមកហើយដៃនោះគ្មានអ្នកគេខៅពីកំឡោះសង្ហារបស់យើងទេគ្រាន់តែបានឃើញមុខគ្នាភ្លាមមិនក៏ថាម្នាក់ភ្ញាក់ផ្អើលដល់ហើយដូចមិនដែលបានឃើញមែនយីយ៉នយើងដោយសារតែគាត់ភ្ញាក់ផ្អើលពេកគឺថារៀននឹងដួលហើយប៉ុន្តែបានកំឡោះសង្ហាយើងចាប់ត្រកងក្នុងដៃតាន់តែម្ដងហើយក៏បង្កើតបានជាឈុតឆាកដ៏រ៉ូម៉ាន់ទិកមួយអីចឹងណាឲ្យអ្នកមើលញឹមម្នាក់ឯងចឹងណាហើយកំឡោះសង្ហារបស់យើងបានសួរទៅកាន់យីយ៉នថាតើអ្នកអីទេមែនតែបាច់មើលមុខគេណាឡើងចិត្តដល់គ្នាមកយីយ៉នបានដកខ្លួនចេញពីដៃរបស់លោកលាវហើយក៏បានអរគុណទៅកាន់គាត់ដែរប៉ុន្តែបានគិតក្នុងចិត្តថាអ៊ុយពិតជាគួរភ្ញាក់ផ្អើលខ្លាំងលោកលាវបានហៅយីយ៉ននឹងឲ្យចូលទៅក្នុងនៅពេលដែលចូលទៅដល់ក្នុងនោះបានឃើញអ្នកដឹកនាំហាននៅនឹងតែម្ដងហើយគាត់ក៏បានសួរទៅកាន់យីយ៉នថាអូយីយ៉នណាមកដល់ហើយមែនយីយ៉នក៏បានយករបស់របរមកដាក់នៅលើតុហើយអ្នកដឹកនាំហានបានសួរទៅកាន់យីយ៉នថាយីយ៉នហេតុអីមិនឯងទិញមកច្រើនមែនចាំបាច់ធ្វើបែបនោះទេយីយ៉នយើងបានឆ្លើយថាវាគ្រាន់តែជាអាហារសម្រន់មួយចំនួនទេសម្រាប់សង្ហារបស់យើងគឺអត់មានអីនិយាយទេគាត់បានតើទៅអង្គុយនៅលើសាឡុងយីយ៉នក៏បន្តនិយាយជាមួយនឹងអ្នកដឹកនាំហានថាខ្ញុំបានគិតពីការស្នើសុំរបស់អ្នកហើយតើវាល្អដែរបើសិនជាខ្ញុំធ្វើជាជំនួយការរបស់អ្នកដឹកនាំហានឯងហើយអ្នកដឹកនាំហានយើងបានតបថាតែអ្នកកំពុងនិយាយពីអីហ្នឹងខ្ញុំស្នើសុំអ្នកដោយសារតែខ្ញុំត្រូវការជំនួយការហ្នឹងយីយ៉នយើងក៏បានតបថាមិនអីទេចាប់ខ្ញុំទុករឿងនឹងចោលហើយឥឡូវខ្ញុំចាប់តាមសម្អាតនៅទីនេះសិនអ្នកដឹកនាំហានបានតបថាអរគុណហើយយីយ៉នខ្ញុំដឹងថាការងាររបស់ឯងធ្វើបានល្អបន្ទាប់មកហ្នឹងអ្នកដឹកនាំហានក៏បានមកអង្គុយនិយាយរឿងការងារជាមួយនឹងលោកលាវវិញម្ដងដោយគាត់បាននិយាយថាឯងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការតាំងពិព័រណ៍របស់ស៊ូស៊ូហើយមនុស្សគ្រប់គ្នានឹងចាប់ដើមនិយាយថាឯងយកចិត្តទុកដាក់ពិសេសចំពោះវាយីយ៉នយើងក៏បានស្ដាប់ឮដែរហើយគាត់ក៏បានគិតក្នុងចិត្តថាស៊ូស៊ូស្ដាប់ទៅដូចជាមិនភាសាកូរ៉េទេលោកលាវក៏បានតបទៅថាខ្ញុំនឹងខិតខំ
មប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀតព្រោះថាស៊ូគឺមានលក្ខណៈពិសេសយីយ៉នយើងគឺក្នុងចិត្តទៀតហើយពិសេសទៀតសាច់រឿងក៏បានកាត់បន្តិចនៅពេលដែលយីយ៉នក៏បានសម្អាតរួចហើយក៏បានប្រាប់ទៅអ្នកដឹកនាំហានថាលើហ្នឹងគឺខ្ញុំសម្អាតរួចហើយខ្ញុំក៏ត្រូវចាក់ចេញទៅលើដែរតើមានការងារអីផ្សេងត្រូវធ្វើទៀតអត់អ្នកដឹកនាំហានណាបានប្រាប់យីយ៉នថាយីយ៉នណាចៃដន្យអីនៅថ្ងៃសៅរ៍គឺមានការតាំងពិព័រណ៍តើអ្នកអាចទៅជួយនៅសាលាវិចិត្រសាស្ត្របានអត់ដោយសារតែថាសារបស់យើងនៅទីនោះក៏ចង់បន្តការតាំងពិព័រណ៍បន្ទាប់ទៀតហ្នឹងកាន់តែឆាប់ដោយអ្វីដែលអាចធ្វើបានដូច្នេះយើងគួរតែបញ្ចប់ការតាំងពិព័រណ៍ចាស់ហ្នឹងឲ្យបានលឿនបំផុតនិយាយចប់អ្នកដឹកនាំហានណាបានសួរទៅកាន់លោកលាវថាតើអ្នកកំពុងតែចេញទៅលើហ្នឹងដែរមែនជូនយីយ៉នទៅផ្ទះផងយីយ៉នយើងគឺថាបានបកាយឡើងលឿនហ្មងថាមិនអីទេខ្ញុំជិះឡានក្រុងក៏បានដែរលោកលាវយើងគឺនិយាយម៉ាត់យ៉ាងខ្លីហ្មងតោះទៅនៅតាមផ្លូវទៅផ្ទះនៅក្នុងឡានយីយ៉នណាបានសួរទៅកាន់លោកលាវថាខ្ញុំបានឮថាលោកធ្លាប់រៀនជាមួយនឹងអ្នកដឹកនាំហានពីមុនមកមែនលោកលាវបានឆ្លើយថាធ្លាប់តើប្រហែលជាមួយឆ្នាំកាលខ្ញុំនៅក្មេងហើយលោកលាវក៏បន្តនិយាយទៀតថានិយាយតាមត្រង់ទៅខ្ញុំពិតជាបំពេញចិត្តគំនិតរបស់អ្នកនៅពេលនោះមែនទោះបីជាអ្នកហើយនឹងអ្នកដឹកនាំហានណាបានជួបគ្នាកាលពីនៅក្មេងក៏ដោយប៉ុន្តែអ្នកទាំងពីរគ្រាន់តែរស់នៅជាមួយគ្នាតែរយៈពេលខ្លីហើយខ្ញុំក៏បានប្រាប់ពីហេតុផលរបស់ខ្ញុំនៅពេលនោះដែរប៉ុន្តែនាងអត់ព្រមស្ដាប់ខ្ញុំសោះខ្ញុំប្រាប់នាងបែបនោះក៏ព្រោះតែខ្ញុំចង់ឲ្យនាងមានសុវត្ថិភាពហើយនឹងសុខសន្តិភាពទេហើយលោកលាវក៏បានសួរទៅកាន់យីយ៉នថាតើអ្នកយល់យីយ៉នយើងក៏មិនបានតបទេហើយគាត់បានគិតក្នុងចិត្តថាតាមពិតគាត់គឺជាមនុស្សប្រភេទអញ្ចឹងសោះលោកលាវបានសួរទៅកាន់យីយ៉នថាឲ្យខ្ញុំដាក់អ្នកចុះនៅទីនេះមែនយីយ៉នក៏បានឆ្លើយថាបាទអរគុណយីយ៉នយើងបានបើកទ្វារឡានដើម្បីចុះហើយគាត់ក៏បានប្រាប់ទៅលោកលាវថាប្រយ័ត្នប្រយែងផងលោកលាវនិយាយថាមិនបាច់បារម្ភពីខ្ញុំទេតែយីយ៉នយើងបាននិយាយមកថាខ្ញុំចូលចិត្តមនុស្សប្រុសលោកលាវឮអញ្ចឹងភ្លាមគឺថាបើកភ្នែកធំតែម្ដងយីយ៉នយើងក៏បានមកដល់ទេហើយគាត់បានអង្គុយគិតម្នាក់ឯងថាដៃរបស់ខ្ញុំញ័រម៉េះហើយក៏បានគិតទៅដល់លោកលាវដែរដែលគិតថាគាត់ពិតជាចិត្តល្អចំពោះមនុស្សដែលនៅ Phantom ហ្នឹងហើយតែខ្ញុំអាចខ្លាចជាមនុស្សម្នាក់របស់គាត់ដែរបានអេកូនស្រីអេដមីនណាគិតអីហ្នឹងពេលនោះណូណាបានចេញមកសួរយីយ៉នថាយីយ៉នណាមកដល់ផ្ទះហើយណូណាបានដើរទៅចាប់ថ្ពាល់របស់យីយ៉នដែរនិយាយថាពេលមកដល់ផ្ទះភ្លាមអញ្ចឹងគេគួរតែនិយាយសួស្ដីមុនណាណូណាក៏មិនបាននៅញាស់យីយ៉នអីទៀតដែរគាត់បាននិយាយថាក្មេងល្អងូតទឹកហើយឆាប់ចូលគេងទៅណូណាបានដើរចូលទៅក្នុងផ្ទះបាត់ហើយយីយ៉នណានៅនិយាយម្នាក់ឯងថាខ្ញុំមិនមែនជាមនុស្សល្អពិតប្រាកដអីទេហើយក្មេងល្អក៏មិនចេះកុហកហើយនិយាយថាស្លាញ់មនុស្សប្រុសដែរយីយ៉នណាបានសម្លឹងទៅមេឃហើយបានគិតថាហេតុអ្វីមិនបានខ្ញុំគិតពីគាត់ខ្លាំងម៉េចហើយគាត់ក៏បាននិយាយបន្តទៀតថាគ្មានផ្លូវទេសើយីយ៉នណាមិនចូលចិត្តមនុស្សដែលធ្វើបាបខ្លួនទេហើយពេលនោះដែរស្រាប់តែមានដៃមនុស្សម្នាក់មកចាប់មុខរបស់យីយ៉នយើងបានងើយទៅមើលទៅឃើញថាម្នាក់នោះគឺជាលោកលាវយើងលោកលាវបានចាប់ផ្ដួលយីយ៉នយើងទៅលើខែហើយគាត់បាននិយាយថាចង់ឲ្យខ្ញុំចាប់ទុកថាអ្នកគឺជាមនុស្សពិសេសមែនហើយក៏បន្តនិយាយទៀតដែរថាអ្នកចង់បានខ្ញុំមែនប៉ុន្តែមិនបាច់មើលដៃណាគឺថារាវទៅប៉ះនេះប៉ះនោះពេញហ្នឹងតែម្ដងហើយលោកលាវយើងក៏បន្តសួរទៀតថាចូលចិត្តបែបនេះមែនយីយ៉នបើកភ្នែកធំតែម្ដងតែតាមពិតគឺយល់សប្តិទេគាត់បានបើកភួយមើលរបស់ខ្លួនឯងអូនតូចគាត់ហ្នឹងគឺឡើងទាំងព្រឹកហ្មងវាធ្វើឲ្យយីយ៉នយើងក្តៅក្រហាយខ្លាំងអញ្ចឹងគឺថាសាច់រឿងរបស់យើងគឺបានចប់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាចាំតាមដានទស្សនាភាគក្រោយទៀតណា